Pani Red, mà con belum chụp tế, hai pan được mà con tập nông pin môn này, tụi con nơi dùng đồ cái này tại anh chứ? ដោយសារតែកុមារាបញ្ញរិទ្ធយំយូរហើយលួងលោមយ៉ាងណាក៏មិនព្រមបាត់ទើបបងបញ្ញាដែលជាឪពុកចាប់ផ្ដើមខឹងហើយស្ដីថាបែបនេះទាំងដែលឡានក៏មិនដេកឆេះនៅតាមបណ្ដោយផ្លូវដាច់ស្រយាលគូសពនៅក្នុងខេត្តមណ្ឌលគិរីកុំចាន់អីប៉ាវាបងក៏ដឹងថាកូនគ្នាមានទម្លាប់នឹងតាំងពីកើតមកតាបងគិតរឿងធ្វើឡានវិញណាកូនចាំអូនដោះស្រាយបងស៊ីច័ន្ទឈរអបកូននឹងអែលខ្នងគេថ្នមលួងលោមហើយក៏ស្អំចិត្តប្តីឲ្យត្រជាក់កុំឲ្យគាត់មុំម៉ៅពេកមែនហើយគ្រួសារប្តីប្រពន្ធកូនមួយរបស់បងបញ្ញានិងបងស៊ីច័ន្ទគឺជាអ្នកទេសចរក្នុងស្រុកដែលមកពីភ្នំពេញគាត់បានសម្រាកពីការងារក៏ចុះខេត្តចង់ជូនកូនមើលគេមើលឯងទោះត្រង់ថាបកទៅភ្នំពេញវិញឡានទំនើបរបស់គាត់ក៏បែរជាខូចកណ្ដាលផ្លូវស្ងាត់ឲ្យឈឹងទាំងមេឃក៏ចិត្តយប់ទៅហើយ Bóng đâm, lan khói mình toàn thua được lại. Cái bóng cái thôn thọc nhưng con bị đọc cho năm tới hai. Nếu mình prom xạ ca nơi nghiêm tịch sao? Dông rừng ấy mình chúng, ôi giống ai rừng plek phôi vì nắng. គាត់បន្តរអ៊ូឯបញ្ញរិទ្ធកុមារាតូចស្អាតសង្ហារបស់យើងនៅបន្តសរស័តមិនព្រមបាត់គ្រាន់តែពេលខ្លះយំខ្លាំងពេលខ្លាំងអស់កម្លាំងក៏យំខ្សោយ អូនោះអូនលើសម្លេងត្រាក់ទ័រកំពុងបោះមកហើយ បងស៊ីច័ន្ទមិនតបនឹងប្តីទេតែក៏លេចស្នាមញញឹមក្រោយផ្លូវអមដោយព្រៃស្ងាត់ជ្រងំឮតែសម្លេងតូចរៃប្រណាំងគ្នាយំមួយនេះលាន់រំខានដល់សម្លេងត្រាក់ទ័របោះមក Về đây, cứ tạ tơ mến. បងបញ្ញាតបដោយមានសង្ឃឹមគេថាខ្មែរស្រឡាញ់ខ្មែរជនជាតិដែលមានឈាមជ័រនិងបេះដូងពេញដោយក្តីមេត្តាមួយនេះពិតជាមិនខុសមែនលោកពូម្ចាស់ត្រាក់ទ័រក្រោយបោះមកឃើញគ្រួសារទាំង3បក់ដៃសុំជំនួយគាត់ក៏ឈប់ហើយចុះសួរសុខទុក្ខពិតប្រាកដមែនគាត់បានជួយមើលឡានរកកន្លែងខូចទើបចុងក្រោយក៏ដឹងថាឡានបងបញ្ញារែងប្រេងម៉ាស៊ីនសោះទើបដេកមិនព្រមឆេង À lời của xã đi mà đầu tiên mơ. Trong thả lực níអាច chạy លោកពូចិត្តល្អបានបង្គាប់ទៅបងបញ្ញាជាម្ចាស់ឡានទើបបងបញ្ញាធ្វើតាមការឲ្យយោបល់ត្រូវហើយឡានពិតជាអស់អីពិតមែនដោយអំណាចលោកពូជើងចាស់អ្នកដើរព្រៃនិងជំនាញខាងគ្រឿងម៉ាស៊ីនប៉ុន្តែអ្វីដែលមិនទាន់អស់គឺបញ្ញរិទ្ធមេចាប់ផ្ដើមងងឹតគេនឹកដល់ម៉ោងគេងហើយបើដល់ម៉ោងគេងអត់ធួយសំណប់ចិត្តយកមកខំធ្វើមិនគេអាចគេងលក់ Ở đây thì mà khmui mình bực cắn á. Chỉ tam bù một. Bố miên cái này ở sân rạc hộp bài hộp thực đây trầm tới. Pro mà chăm tới phnom penh mình tình dục nè. Có mình thì đi đây. Thà lan khmui mình lụt mà đầu tiết. លឺពូបើកភ្លើងខៀវប៉ុណ្ណេះបងស៊ីចាន់និងបងបញ្ញាក៏យល់ព្រមហើយសុំពឹងស្នាក់អាស្រ័យមួយយប់នៅផ្ទះពូចិត្តល្អពិតមែនមកដល់ផ្ទះស្នាក់របស់លោកពូ Hả? Bố mìnhប្រាប់ថាពូមានផ្ទះស្នាក់ បងបញ្ញាគាត់លន់មាត់ក្រោយឃើញថាផ្ទះដែលពូគាត់បបួលមកគឺលក្ខណៈជាបឹងកាឡូទទួលភ្ញៀវឲ្យស្នាក់បានជាង10បន្ទប់នៅក្នុងក្រុងសែនមនោរម្យនេះតែម្ដង បើប្រាប់មុនខ្លាចថាពូដូចជាអូសទាញក្មួយឲ្យមកធ្វើជាភ្ញៀវតែថារកមើលកន្លែងគួរសមចូលផ្លាស់សម្លៀកបំពាក់អីទៅណាចាំពូឲ្យក្មេងៗទីរៀបចំអាហារឲ្យហូប ពូរាក់តាក់យកមែនតែនក្រោយគាត់ដាក់ត្រាក់ទ័រចូលកន្លែងរួចរាល់ អូអាចៅពូភ្លេចរឿងកំប្លោះតូចគ្នាយំ ងាកឆ្វេងស្ដាំរកពើលពូក៏ប្រកោកហៅកូនពៅតូចឆ្មារបស់គាត់ដែលកំពុងរត់លេងក្បែរភ្នក់ភ្លើងជាមួយនឹងកូនចៅជំទង់របស់គាត់ពីរនាក់ទៀត អើយកាន់មកនេះមកកូនមកលេងជាមួយអាបង កាន់កំឡោះតូចរៀងមិនធាត់មិនស្គមឆ្លើយយ៉ាងរហ័សក្រោយឮឪពុកហៅ ម៉ាក់ពុក មាត់ឆ្លើយឯគេក៏រត់ត្រីមករកចាស់ហើយក៏មិនភ្លេចលើកដៃជម្រាបសួរអ្នកជាភ្ញៀវប្លែកមុខគេចាប់អារម្មណ៍ថាបញ្ញរិទ្ធកំពុងយំឡើងហើមភ្នែកមិនព្រមបាត់ទើបគេក្លាហានលូកអូសដៃបញ្ញរិទ្ធទៅរត់លេងជាមួយគេបន្ត មកនេះមកបងទៅលេងជាមួយគ្នា បញ្ញរិទ្ធដែលជាក្មេងមិនសូវចូលចិត្តនិយាយហើយក៏មិនចូលចិត្តមនុស្សប្លែកមុខក៏រុញរាបន្តិចតែក៏បានលោកប៉ារបស់គេបង្ខំ ទៅលេងជាមួយបងទៅប៉ានឹងមកកូនរកងូតទឹកសិនចាំត្រូវអីញ៉ាំទាំងអស់គ្នា ដោយយកសេចក្តីគេក៏ព្រមបង្អង់យំ
ហើយរត់តាមកាន់ទាំងទឹកមុខស្រស់ថ្លាជាងមុនគេឈរមើលកាន់រត់លេងមិនចេះហត់ហើយតាមសម្លឹងទឹកមុខរីករាយមិនព្រួយរបស់កុមារាកាន់ដែលមានមាឌតូចជាងគេក្អាកក្អាយរីករាយនឹងមនុស្សជុំវិញបញ្ញរិទ្ធចាប់ផ្ដើមដោះអាវដៃវែងខាងក្រៅរបស់គេចោលទៅលើស្មៅព្រុសក្រោយកាន់រត់មកបង្ខំមកបងតែយប់តិចទៀតលេងបានលេងហើយកាន់បញ្យល់ពីទម្លាប់រស់នៅរបស់គេនិងអ្នកនៅតាមខេត្តព្រោះបើយប់ជ្រៅពេកមូសកាន់តែច្រើនចេញមកពីព្រៃជុំវិញអាកាសធាតុក៏ចុះត្រជាក់ឆាប់ឈឺពិសេសលោកប៉ារបស់គេនឹងមិនអនុញ្ញាតឲ្យគេលេងយប់ជ្រៅពេកទេក្តាប់លីត្រៃជុលក្តាប់លីត្រៃជុលក្តាប់លីត្រៃជុលបញ្ញរិទ្ធកាលបើលេងចំកាន់ជាក្មេងតូចឬពឹសពូកែនិយាយម្លឹងហើយបើគេមិននិយាយច្រើនតាមម្ដេចនឹងកើតសំឡេងក្អាកក្អាយជុំវិញភ្នក់ភ្លើងក៏កើតមានឡើងកាន់តែរីករាយលែងស្អកស្អាប់ដូចមុនហើយកុមារាទាំងពីរលេងចូលគ្នាបានល្អណាស់គេជជែកគ្នាលេងពីនេះពីនោះរបៀបក្មេងមិនចេះហត់ទើបបងស៊ីច័ន្ទប្រកបហៅកូនគាត់ពីចម្ងាយមកម្ដងម៉ាក់បងហៅបងហើយតែបងដូចជាអត់ទាន់ចង់ជប់លេងសោះបញ្ញរិទ្ធរអ៊ូងើដាក់កាន់ហើយក៏បន្តពីមូលហេតុដែលគេយំមិនបាត់ប្រាប់ទៅកាន់នាំឲ្យកាន់ចេញមកលងលោមអូមិនអីទេបងខ្ញុំមានកសែងមួយទៀតតែបើកហើយទេបងអាចខ្ចីខ្ញុំយកទៅខំគេងសិនបានខ្ញុំអត់ប្រកាន់ទេលើបែបនេះបញ្ញរិទ្ធញញឹមខ្ជិបត្រេកអរគេងក់ក្បាលយល់ព្រមទៅកាន់រត់វឹងទៅយកកន្សែងមកឲ្យគេតែក៏កាន់ស្រែកផ្លត់សម្លេងពេលគេរត់វឹងមកស្រាប់តែមានឆ្មាតូចមួយក្បាលទំនងចិញ្ចឹមតែអ្នកបឹងគីឡូរត់កាត់មុខចាស់គ្រប់គ្នារត់មកស្រពីចម្ងាយក្រែងកាន់រត់ជន់ចំសัตว์ពស់តែនៅរត់មិនលឿនតាន់បញ្ញរិទ្ធទេឆ្មាគេកំហឹកដេញឆ្មាឲ្យចេញស្របពេលដែលដៃអោបកាន់យ៉ាងជាប់លួងលោមកុំឲ្យភ័យយល់សេចក្តីចាស់គ្រប់គ្នាក៏លាគ្នាដោយនាំយកកូនឲ្យទៅសម្រាប់រៀងខ្លួនប៉ុន្តែអ្វីដែលបងស៊ីចាន់និងបងបញ្ញាភ្ញាក់ផ្អើលនោះគឺបញ្ញរិទ្ធគេឈប់ងងក់រឹករឿងរឹកភួយសម្រាប់ចិត្ត10ឆ្នាំរបស់គេដែលបាត់នៅប៊ូស្រានោះទៀតហើយគឺគេរៀបចំខ្លួនយ៉ាងស្អាតចូលគេងដោយដៃមានអោបកន្សែងពណ៌ខៀវដែលកាន់ឲ្យខ្ចីហើយខំផងជញ្ជក់ផងផ្លុំផងគេងតាមទម្លាប់គេបានយ៉ាងស្កប់ស្កល់ទីក្រុងភ្នំពេញម៉ោង 6:07 ព្រឹកឡានទំនើបរបស់បញ្ញានិងបងស៊ីច័ន្ទគឺបលដល់ផ្ទះនៅភ្នំពេញវិញហើយមិនដឹងជាឡើងមកតាំងពីម៉ោងណាទេ Good morning បញ្ញរិទ្ធព្រឹកនេះកូនអាចសម្រាប់ពីសាលាមកព្រឹកបានមកអនុញ្ញាតបងស៊ីច័ន្ទមកដល់ភ្លាមក៏ប្រញាប់ប្រញាល់រៀបចំខ្លួនទៅធ្វើការហើយក៏ឆ្លៀតនិយាយទៅកាន់កូនដែលគាត់ដាក់ឲ្យគេនៅលើគ្រែរបស់គេរួចទៅហើយបាទយើងមកដល់ភ្នំពេញវិញហើយមែនម៉ាក់ត្រូវហើយគឺយើងឡើងមកតាំងពីយប់ព្រោះម៉ាក់និងតាកូនប្រញាប់ធ្វើការនោះអីគាត់ពន្យល់តោះត្រង់ថាបញ្ញរិទ្ធក៏ក្រោកអង្គុយឆ្ងក់ទឹកមុខផ្ដើមស្រពោនកាត់ទុកទៀតហើយមិនអីទេម៉ាក់បានសុំវប៉ាក្មួយកាន់សុំតែងកសែងពុះគោគេឲ្យកូនរួចហើយក្មួយកាន់ចិត្តល្អនឹងកូនយ៉ាងនេះគេមិនប្រកាន់ទេប៉ុន្តែកូនមិនទាន់បានលាកាន់ដល់ឡើយទេម៉ាក់យប់មិញកាន់គេភ័យណាស់ក្រោយឃើញឆ្មាមួយក្បាលនោះមិនដឹងពេលនេះយ៉ាងម៉េចហើយទេម៉ាក់ដឹងប៉ុន្តែយប់ពេកម៉ាក់និងតាកូនក៏បខំចិត្តលាពួកគេមកសិនចាំតនេចាំម៉ាក់នាំកូនទៅលេងកាន់ឲ្យបានច្រើនថ្ងៃពន្យល់តែមាត់ឯជើងក៏បោះជំហានថយក្រោយពីបន្ទប់គេងរបស់បញ្ញរិទ្ធព្រោះបន្ទាន់ការងារដោយបន្សល់តែការស្រដោះអាល័យនៅក្នុងចិត្តរបស់បញ្ញរិទ្ធច្រើនថ្ងៃច្រើនសប្តាហ៍កន្លងទោះបីបញ្ញរិទ្ធឈប់យំដោយសារបាត់ភួយប៉ុន្តែភាពស្ងួតស្ងាត់មិននិយាយច្រើនរបស់គេក៏នៅតែតាមជាប់ខ្លួនគេរហូតគឺមិនមែនសប្បាយរីករាយស្រស់ថ្លាដូចដែលគេបានលេងជុំគ្នាជាមួយកាន់កាលពីយប់នោះឡើយគេខ្លាចជាមនុស្ស introvert ជាថ្មីគឺមិនចូលចិត្តនិយាយច្រើនអៀនច្រើនមិនចូលចិត្តមនុស្សប្លែកមុខមិនចូលចិត្តកន្លែងមនុស្សកកកឬក៏បង្កើតមិត្តថ្មីដូចសិស្សដទៃឡើយ18ឆ្នាំកន្លងផុតទៅ clinic មាត់ថ្មិញអេដុកទ័រកូនមនីកាន់លោកដុកទ័រធំហៅឯងបន្តកាន់មិត្តរួមអាជីពរបស់កាន់បានប្រកបហៅគេក្រោយកាន់ចេញពីបន្ទប់ពិនិត្យថ្មិញជូនភ្ញៀវរៀបនឹងដោះអៀមពេទ្យព្យួរទុកទៅហើយបានយើងតឡើងហើយកញ្ញាកាន់តបទៅមិត្តសម្លាញ់របស់គេបណ្ដាលើកអៀមពេទ្យមកសោកវិញបណ្ដាតម្រង់ទៅបន្ទប់គោលដៅ
គេស្រស់ស្អាតណាស់មានស្ដាងខ្ពស់ល្មមសម្បុរសស្គុះដោយកូនបារាំងសក់ highlight ពណ៌ទង់ដែងច្រមុះកោងស្រួចបបោមាត់ក្រហមស្ដាងហើយចូលចិត្តស្អាតបាតប៉ុន្តែកុលមនីកាន់ដែលយើងកំពុងរៀបរាប់នេះគឺអតីតកាលកុមារាកាន់កាលពីជាង10ឆ្នាំមុនដែលបញ្ញរិទ្ធជួបនៅសានមនោរមខណ្ឌមណ្ឌលគិរីនោះហើយគេមានចរិតមួយដែលអ្នកណាក៏ចូលចិត្តដែរព្រោះគេចូលចិត្តជួយស្មោះត្រង់នឹងមិត្តភាពគ្រាន់តែថាអាយុ24ឆ្នាំនេះបទពិសោធន៍ប្រុសបោកក៏គេមានបន្តិចដែរម្នាក់ចូលមកក្នុងជីវិតរបស់គេគឺតាំងទៀមបោកយកលុយពេទ្យថ្មិញម្នាក់នេះចាយប៉ុណ្ណោះទោះតែថាព្រមចារារបស់គេគឺគេរក្សាបានយ៉ាងល្អលាក់ទុកនៅក្នុងហឹបមិនឲ្យនរណាឃើញឡើយ Happy birthday to you Happy birthday to you Happy birthday Happy birthday to you សម្លេងអបអរថ្ងៃគូកំណើតរបស់កាន់ក៏លាន់ពេញ clinic ក្រោយស្ងប់ភ្ញៀវទើបកាន់យកដៃផ្ទប់មុខអៀនផងអបផងរលីងរលងទឹកភ្នែកហើយក៏ដើរចូលទៅទទួលនំខេកពីដៃរបស់ចៅហ្វាយនាយជាម្ចាស់ clinic ផ្លុំទៀនបួងសួង ក្នុងឱកាសនេះយើងជូនពរឲ្យឯងមានសុខភាពល្អសម្រាប់កាន់តែស្អាតមេឡើងប្រាក់ខែឲ្យច្រើនពិសេសឈប់ចេញបោកប្រុសទៀត កញ្ញាអត់ទុកមុខឲ្យកាន់សោះគេលេងសើចមុខបែបនេះនាំឲ្យគ្រប់គ្នារួមទាំងកាន់សប្បាយក្អាកក្អាយពេញនឹងពិសេសបានញ៉ាំភីហ្សាផងភ្លៅមាន់ផងកូកាកូឡាផងអ្នកណាមិនត្រេកអរក្លឹបហាត់ប្រាណជាធម្មតាល្ងាចឡើងកាន់តែងតែហាត់ប្រាណនឹងរត់ត្រុកម្នាក់ឯងតាមសួនវត្តបតុមឬមាត់ទន្លេប៉ុន្តែដោយសារការងាររវល់ច្រើនហើយចំខែភ្លៀងផងគេក៏សម្រេចចិត្តទិញកញ្ចប់ហាត់ប្រាណប្រចាំខែពីក្លឹបហាត់ប្រាណល្បីមួយកន្លែងនៅម្ដុំវិមានឯករាជ្យជាមួយកញ្ញាណែកាន់ឯងនេះប្រសពរើកន្លែងហាត់ប្រាណមែនបានហាត់ទាំងរាងកាយបានហាត់ទាំងសាច់ដុំភ្នែក កញ្ញាខ្សឹកខ្សៀវមកកាន់មុខរីកដោយក្របជីត្រូវទឹកក្រោយទៅដល់កន្លែងហាត់ប្រាណសុទ្ធតែបរិសសង្ហាមានចិនមានខ្មែរនិងបរទេសផ្សេងទៀតគឺថាភាគច្រើនសុទ្ធតែបរិសម្នាក់តារាខ្លះសុំចាញ់ យីមកតិចនាងខ្មាស់គេ កាន់និយាយទៅកាន់មិត្តទាំងញញឹមយល់ចិត្តដាក់គ្នាដើរលើម៉ាស៊ីនបណ្ដាជជែកពីនេះពីនោះបណ្ដាមិនទាន់បានប្រមាណផងទូរស័ព្ទរបស់កញ្ញាក៏រស់ឡើងគឺអ្នកផ្ទាំងត្រូវការហៅនាងទៅផ្ទះបន្ទាន់តែមិនមែនរឿងធំដុំអីទេទើបនាងដាច់ចិត្តទុកឲ្យកាន់នៅបន្តម្នាក់ឯងសិនព្រោះមិនទាន់គ្រប់ម៉ោងផងកាន់ត្បិតថាគេមានបេះដូងជាមនុស្សស្រីប៉ុន្តែស្រីគេគឺស្ត្រីបែបថ្លៃថ្នូរកាលពេលនេះនៅម្នាក់ឯងមិនទាន់ស្គាល់នរណាផងគេដាក់កាសឥតខ្សែជាប់ត្រចៀកនិងហាក់ឆ្មឹងឆ្មៃព្រោះកំពុងផ្ដោតទៅលើការហាត់ប្រាណនិងគិតពីអ្នកផ្ទះយ៉ាងច្រើនគួរសមម្យ៉ាងទោះគេជ្រឹមជ្រួលលេងសើចនឹងមិត្តក៏ពិតមែនប៉ុន្តែគេហាក់រៀងចាលគួរសមនឹងអារម្មណ៍ស្នេហាដែលត្រូវបានគេយកមកលេងសើចជន់ឈ្លីច្រើនដងច្រើនសែកន្លងមកនេះ Good evening What's your name Are you coming alone ជនបរទេសជាបរិសម្នាក់មិនច្បាស់ជាជនជាតិអ្វីស្រាប់តែលេចមុខពីណាមិនដឹងមកចង់ញ៉ាញងកាន់ទំនងចង់បៀតបៀនគេស្លៀកខោរឹបបង្ហាញរាងដំបងក្រញូងជាមួយនឹងអាវវាលក្លៀកទៅបន្តហាស្ដីក្រោយដើរក្រឡឹងលែមលើមជុំវិញរាប់ជុំមិនឈ្នះគេក៏ស្រាប់តែប្រហើនយកដៃទះកំបេះគូតកាន់លន់ផ្លាច់និយាយឡើង Could you give me your phone number កាន់ដែលលែងទ្រាំនឹងចរិតព្រាននារីរបស់គេក៏ដកកាសចេញពីត្រចៀកហើយស្រែកឡើង Please just leave me alone You are so annoying គេបណ្ដេញបរិសនោះចេញជាភាសាអង់គ្លេសតបវិញប៉ុន្តែបរិសនោះដោយសារអាងថាកន្លែងដែលកាន់ហាក់ឆ្ងាយពីគេឯងក៏នៅមិនយិនហើយប្រហើនលើសដើមគេលូកដៃរកចាប់អប្អូនរបស់កាន់យោះលេងប៉ុន្តែក៏ Hey Just stop right there សម្លេងបរិសម្នាក់ទៀតស្រែកមកផ្អើលគេផ្អើលឯងគេបញ្ឈប់សកម្មភាពរបស់បរិសរូបចិត្តនោះតន់ក៏ដើរមកកាំងកាន់ឲ្យនៅក្រោយខ្នងហើយនិយាយជាភាសាជាតិដោយមិនដកភ្នែកដែលកំពុងសម្លក់ទៅបរិសបរទេសនេះចង់ស៊ីសាច់ហត់ឈាម តែគេមានលោកលាន់ប្អូនបានឬនៅហើយប្អូនកើតអីឬអត់នឹង គេបញ្ជាក់ព្រោះមិនចង់ឲ្យបរិសរូបចិត្តនេះរួចខ្លួនឯកាន់មុននេះភ័យល្មមទេតែគេបែរជាញ័រទ្រូងចម្លែកក្រោយសុកក៏លេចវត្តមានរបស់បរិសខ្ពស់សង្ហាគឺល្អទាំងព្រមមកការពារគេដោយទេវបុត្រជិះសេះសចុះពីលើមេឃមកយ៉ាងអញ្ចឹង គឺណាហើយមិនអីទេបងប្រុសចាត់ទុកតែខ្ញុំសយចុះមិនអីទេបងជាម្ចាស់ក្លឹបនេះ
បើសកម្មភាពមិញបងអូនមិនបានពេញចិត្តបងនឹងបណ្ដេញគេចេញឈប់ទទួលគេម្នាក់នេះហើយ គេបញ្ជាក់មកកាន់ហាក់ដាច់ណាត់នឹងបានហៅបុគ្គលិកឲ្យបង្ខំបរិះនោះចេញភ្លាមបញ្ឈប់មិនឲ្យគេអាចហាត់ប្រាណនៅគ្រប់សាខារបស់គេជារៀងរហូតកាន់វិញហាក់ភ័យញ័រទ្រូងព្រោះនៅក្នុងឆាកជីវិតរបស់គេគឺមិនធ្លាប់មានអ្នកណាម្នាក់មកមាក់ងាយគេដល់ថ្នាក់នេះទេគេកាន់តែព្រួយច្រើនព្រោះនាំឲ្យមានបញ្ហាដល់ក្លឹបហាត់ប្រាណគេទាំងគ្មានបំណងសូម្បីបន្តិច ខ្ញុំឈ្មោះបញ្ញរិទ្ធជាម្ចាស់ក្លឹបហាត់ប្រាណយីហោនេះហើយក៏សូមទោសដែលធ្វើឲ្យបងអូនមានអារម្មណ៍ភ័យខ្លាចនឹងសកម្មភាពអសិលធម៌របស់ជនបរទេសបាញ់មិញ បញ្ញរិទ្ធត្រូវហើយស្ដាប់មិនខុសទេគេគឺបញ្ញរិទ្ធកំឡោះដែលគេត្រូវខំភួយទើបគេលក់កាលពីជាង10ឆ្នាំមុននោះហើយធ្វើអ្វីម្នាក់ឯងលេងកីឡាម្នាក់ឯងបើមានមិត្តក៏ម្នាក់ពីរនាក់ដែរយ៉ាងច្រើនអស់ពីនៅផ្ទះគឺទៅសាលាអស់ពីទៅសាលាគឺទៅកន្លែងហាត់ប្រាណហើយពេលវេលាក៏វិវត្តនាំខ្លួនគេខ្លាចជាកំឡោះពេញវ័យឬអាចថាកំឡោះជារាផងក៏មិនដឹងបើអាយុ28ឆ្នាំទៅហើយរកតែបាត់ពិសោធន៍ស្នេហាម្ដងមកធ្វើឆ្នាំគ្មានផងនឹងព្រោះតែក្នុងចិត្តរបស់គេគឺទន្ទិញតែឈ្មោះមនុស្សម្នាក់គឺកាន់រហូតមកដល់ពេលនេះគឺរាប់ឆ្នាំហើយគ្រាន់តែថាពេលនេះគេមិនទាន់ស្គាល់ថាកំឡោះតូចដែលគេកំពុងការពារនិងនិយាយជាមួយពេលនេះគឺកាន់តែគេរំពៃចង់ជួបជាយូរនោះទេ មិនអីទេបងប្រុសវាជាអបតវៈហេតុមិនល្អរបស់ខ្ញុំម្យ៉ាងបងក៏ចេញមកដោះស្រាយភ្លាមហើយដែរ គេតបទៅបញ្ញរិទ្ធវិញទាំងញញឹមមិនស្រស់នៅក្នុងការិយាល័យប្រចាំក្លឹបហាត់ប្រាណរបស់បញ្ញរិទ្ធរួចក៏លាចេញវឹងយកកាបូបដាក់សម្លៀកបំពាក់ហាត់ប្រាណរបស់គេចេញទៅបាត់ទុកឲ្យបញ្ញរិទ្ធអង្គុយជ្រុលចិញ្ចើមក្នុងចិត្តមិនសនុកសោះ បងបញ្ញរិទ្ធនេះឯកសារភ្ញៀវមេតូចមិញដែលបងឲ្យខ្ញុំរង បុគ្គលិកនារីម្នាក់របស់បញ្ញរិទ្ធបានយកឯកសារចុះឈ្មោះរបស់កាន់មកឲ្យក្រោយប្រធានរបស់គេទីរក កាន់តើគឺជាកាន់កាលនោះមែនទេ បញ្ញរិទ្ធជ្រួញចិញ្ចើមជាថ្មីទើបទុកឯកសារនោះចោលហើយរត់វឹងងាកឆ្វេងស្ដាំរកចណ្ដាលយន្តជិះចុះឲ្យទាន់កាន់ ណែឈប់សិនកាន់ គេប្រកោកហៅកាន់ពីក្រោយចំបែបនេះពេញដោយចម្ងល់ បានតើបងកំពុងហៅខ្ញុំមែនទេ កាន់បុកទ្រូងជាថ្មីក្រោយគេហៅឈ្មោះរបស់ខ្លួនចំបែបនេះ បាទគឺខ្ញុំហៅឯងតើឯងឈ្មោះកាន់ត្រូវទេមកពីខេត្តមណ្ឌលគិរីនឹងមានប៉ាម៉ាក់ជាម្ចាស់បឹងគីឡូនៅក្នុងក្រុងសែនមនោរម្យ គេបញ្ជាក់ដើម្បីចង់ប្រកាសថាពិតជាកាន់មែន ត្រូវហើយគឺខ្ញុំមានស្រុកកំណើតនៅមណ្ឌលគិរីមែនប៉ុន្តែហេតុអីបានជាបងដឹងរឿងខ្ញុំច្រើនម៉េច កាន់ជ្រួញចិញ្ចើមពិចារណាព្រោះបើតាមព័ត៌មានផ្ទាល់ខ្លួនដែលគេបំពេញសម្រាប់ចុះឈ្មោះហាត់ប្រាណដូចជាមិនបានបញ្ជាក់ពីស្រុកកំណើតឬឪពុកម្ដាយអីទេវឹបកំឡោះបញ្ញរិទ្ធមៀតដាំងរៀងខ្ពស់សង្ហាអស់អ្នកផងពេលនេះស្រាប់តែស្ទុះចូលមកក្រសោបកាយរបស់កាន់យ៉ាងណែនអោបជាប់មិនព្រមលែងដោយមិនខ្វល់ពីមនុស្សជុំវិញមើលមកយ៉ាងណានោះទេពិសេសគឺមិនបានដឹងសោះថាកាន់គ្នារឹងខ្លួនសឹងស្លាប់ទៅហើយរដ្ឋហាក់ខ្សឹកសួរលេខត្រេកអរតែទីបំផុតគេអាចជួបកាន់ជាថ្មីទើបគេបន្តអោបយកឆ្អែតផងក៏មិនដឹង បងប្រុសខ្ញុំថប់ណាស់ កាន់ស្ដីឡើងដាស់ស្មារតីរបស់បញ្ញរិទ្ធទើបគេភ្ញាក់ស្រោតប្រឡែងកាន់ចេញពីដៃដោយអៀនព្រានគួរសមដែរ សុំទោសមកពីខ្ញុំត្រេកអរពេក គេបញ្យល់កាន់ ខ្ញុំគឺបញ្ញរិទ្ធបងប្រុសដែលកាន់ឲ្យខ្ចីកសែងខៀវខំអោបកេងកាលពីនោះអីចាំបានទេ បញ្ញរិទ្ធបន្តរៀបរាប់ទឹកមុខកាន់ចាប់ផ្ដើមស្រស់បន្តិចម្ដងត្រេកអរបន្តិចតែគេក៏ខ្លាចជាខឹង ធ្វើម៉េចខ្ញុំអាចចាំបានទៅបើកាលនោះបងឈ្មោះអីមិនប្រាប់ខ្ញុំផងនឹងសំខាន់ឡើងមកបាត់មិនលាសំបីមួយម៉ាត់មិនដឹងតែខ្ញុំម្នាក់សង្កោសង្កោចបាត់មិត្តភក្តិរាប់ឆ្នាំរាប់ខែ ចិត្តដូចគ្នាមែនបងក៏យំខឹងមកនឹកឯងមករហូតដែរគឺរហូតដល់ពេលនេះ ការរៀបរាប់ផ្សាយយល់ចិត្តពីមនុស្សដែលហាក់ចិត្តមួយថ្លាមួយតាំងពីតូចបានជួបគ្នាជាថ្មីគេនាំគ្នាជជែកពីនេះពីនោះហើយបណ្ដាគ្នាដើរតាមដងផ្លូវបង្កើតបរិយាកាសល្អៗក្រោមមេឃខែវស្សាស្រទុំស្ទើររាំងស្ទើរភ្លៀងជាមួយនឹងអារម្មណ៍ត្រេកអររកអ្វីព្រាមមិនបានថ្ងៃថ្មីខាងមុខគ្លីនិកមាត់ធ្មេញដោយសេចក្តីនឹករលឹកនឹងអារម្មណ៍ជ្រះអស់បន្ទាល់ស្ទើរតែកន្លះជីវិតបញ្ញរិទ្ធក្រៅពីការងារដឹកនាំកូនក្រុមនៃក្លឹបបាល់ទះជម្រើសជាតិគេក៏ឆ្លៀតទៅមើលការងារនៅក្លឹបហាត់ប្រាណប្រចាំខ្លួនទាំង3សាខានៅក្នុងក្រុងភ្នំពេញប៉ុន្តែអ្វីដែលមិនភ្លេចគឺកសាងទំនាក់ទំនងល្អជាមួយកាន់
មនុស្សដែលគេចងចាំគ្រប់យ៉ាងតាំងពីបបោមាត់កន្ទុយភ្នែកច្រមុះចិញ្ចើមរុំភ្នែកនិងកាយវិការគ្រប់យ៉ាងតាំងពីក្មេងដោយសារតែការសង្កេតយកចិត្តទុកដាក់រហូតមក កាន់មានកំឡោះសង្ហាមកពីណាមិនដឹងទេមករកឯងហ៎ ដំណឹងប្រុសស្អាតចូលមកលឿនដូចព្យុះគឺបានដល់ត្រចៀករបស់កញ្ញាយកមកប្រាប់កាន់ទៀតហើយ អ្នកណាភ្ញៀវមែនល្ងាចនេះគ្នាដូចជាអស់ភ្ញៀវណាស់ហើយ គេតបវិញទាំងមិនសូវចាប់អារម្មណ៍ព្រោះពេញមួយថ្ងៃនេះគេហត់ពេកណាស់ទៅហើយ មិនដឹងទេសួរតែមករកមើលថ្មិញមើលអីក៏មិននិយាយថាមករកកាន់ស្ដាប់ទៅដូចស្និទ្ធដែរអញ្ចឹងសង្សារមែនណា កញ្ញាបន្តញោះទើបកាន់រៀបសម្ភារៈរួចក៏ដើរចេញទៅព្រោះដល់ម៉ោងចេញពីធ្វើការល្មមដើរដល់ចណ្ដាលយន្តភ្លាមកាន់ភ្ជាប់ព្រឹត្តនឹងកំឡោះខំភួយយើងទៀតហើយគេកំពុងអង្គុយនៅកន្លែងរងចាំហើយញញឹមចេញថ្មិញហាក់អស់កម្លាំងគូសំមករកម្ចាស់ចិត្តដែលគេលួចមានគំនួតជាយូរ ដល់ម៉ោងចេញហើយមែនខំមកចាំបងយូ បញ្ញរិទ្ធមិនតែងតែនិយាយច្រើនបែបនេះទេប៉ុន្តែគេក៏ខ្លាចទៅជានិយាយខាត់មិនឈ្នះរាល់ពេលបានជួបកាន់ញញឹមតិចតបតែមិនឆ្លើយថាម៉េចគ្រាន់តែបោះចង្កៀនចូលចណ្ដាលយន្តមុនលួចបន្លំត្រេកអរគូសំ ខាងខ្ញុំរឿងអីមែនទេទើបជាងកន្លះខែនេះបែរជាឈប់ទៅហាត់ប្រាណ បញ្ញរិទ្ធផ្ដើមសួរទៀតហើយព្រោះកាន់មួយរយៈធំនេះបែរជាប្លុកគេចោលទាំងបណ្ដាញសង្គមគ្រប់ប្រភេទរួមទាំងលេខទូរស័ព្ទទៀតអ្វីដែលសំខាន់គឺឈប់ទៅហាត់ប្រាណចោលលុយដែលបងមិនស្ដាយ ខ្ញុំបានខឹងលោកអីទេគ្រាន់តែការងាររវល់ហើយចង់សម្រាប់ឲ្យសុខភាពបានស្រួលបួលបន្តិចកាន់ឈឺមែនទេមិនប្រាប់ខ្ញុំឲ្យដឹងផង គេបន្តសួរនៅក្នុងចណ្ដាលយន្តទាំងក្នុងដៃក៏ស្រាប់តែហុចបាច់ផ្កាទៅកាន់បង្ហាញថាគេខ្វាយខ្វល់ពីកាន់ខ្លាំងណាស់ សុំទោសមិនថាការខឹងខ្ញុំឬស្អប់ខ្ញុំនឹងអីទេតែឲ្យខ្ញុំសុំទោសសុំកុំទុកខ្ញុំចោលទៀតអី កាន់ចង់លេងចរិតខ្មើតមិនទទួលដែរតែដោយសារសម្លេងទ្វារចណ្ដាលយន្តគេក៏បង្ខំទៅទទួលយកបាច់ផ្កាមកកាន់ធ្វើជាមិនដឹងពេលមានអ្នកផ្សេងមកឃើញនឹងចូលជាចណ្ដាលយន្តរួមគេទាំងពីរដែរមេខាភាសាពេលល្ងាចហាក់ជួយជោគជួយចែវហុចឱកាសដល់បញ្ញរិទ្ធដល់ហើយគឺរលឹមនាំឲ្យបញ្ញរិទ្ធបានជាលេះសុំជូនកាន់ទៅផ្ទះវិញប៉ុន្តែបញ្ញរិទ្ធដែលគុំចង់បានឱកាសល្អនេះជាយូរគេបែរជាបង្វែរទិសដៅឡានទំនើបរបស់គេតម្រង់ទៅខុនដូផ្ទាល់ខ្លួនរបស់គេតែម្ដង ណែលោកតែខ្ញុំមិនទៅផ្លូវនឹងទេ កាន់ជ្រុញចិញ្ចើមទៅបញ្ញរិទ្ធញឹមមិនមាត់ក្រោយគេបានតែញម្ហូបនិងបន្លែផ្លែឈើមួយថងធំដាក់នៅបាំងឡានខាងក្រោយព្រោះមានគម្រោងរួចជាស្រេចថានឹងអញ្ជើញកាន់ឲ្យទៅសម្រាប់លេងនៅខុនដូរបស់គេបានម្ដង ដាក់ខ្ញុំចូលនៅទីនេះទៅខ្ញុំជិះតុកតុកទៅផ្ទះវិញ កាន់ទទួលឈួរខឹងយកខាងតែបានតែបញ្ញរិទ្ធក៏សដីកាពិត ស្គាល់គ្នាយូរហើយកាន់មិនទុកចិត្តខ្ញុំទេខ្ញុំគ្រាន់តែចង់ស្និទ្ធស្នាលនឹងកាន់ដោយការនៅពីក្មេងព្រោះខ្ញុំនឹងអារម្មណ៍កក់ក្ដៅនោះដែររាប់តាំងពីតូចរហូតដល់ខ្ញុំជួបកាន់កាលនោះក្មេងៗណាគេចូលចិត្តលេងជាមួយខ្ញុំមិនប្រកាន់ដូចកាន់ទេពួកគេរើសអើងហើយយកចំណុចខ្សោយដែលខ្ញុំចាំបាច់ត្រូវគេងខំភួយទៅគេងលក់នោះមកលេងសើចបង្អាប់មិនឈប់ផ្លាយទៅកាន់វិញមិនត្រឹមតែមិនសើចបែរជាយកកន្សែងសំណប់ចិត្តរបស់ខ្លួនឲ្យខ្ញុំខ្ចីទៀត រៀបរាប់រហូតដួលដើមកទើបកាន់ងាកមើលមុខស្រងោតស្រងាត់របស់បញ្ញរិទ្ធអាណិតខ្លោចចិត្តគេក៏យល់ព្រមទៅទទួលទានអាហារពេលល្ងាចជាមួយបញ្ញរិទ្ធតែសុំមិនគេងទើបបញ្ញរិទ្ធក៏យល់ព្រមខុនដូរបស់បញ្ញរិទ្ធបរិយាកាសនៅក្នុងខុនដូជាន់ខ្ពស់ផុតដីមើលឃើញទេសភាពទីក្រុងជុំវិញសឹងបានទាំងអស់បាននាំកាន់ឲ្យបើកភ្នែកធំស្ងប់ស្ងាយនឹងសម្រស់ទីក្រុងពុំធ្លាប់បានឃើញពីមុនមក វ៉ាស្រស់ស្អាតណាស់ខ្ញុំមិនធ្លាប់បានឃើញសម្រស់ទីក្រុងភ្នំពេញស្រស់ស្អាតយ៉ាងនេះទេពីមុនមក កាន់រៀបរាប់ពីអារម្មណ៍ពិតក្រោយបានឈានជើងចូលដល់បន្ទប់ខុនដូរបស់បញ្ញរិទ្ធ ត្រូវហើយមេតិចបែបនេះមករួមទាំងភ្លើងពណ៌ចម្រុងមើលទៅគឺបានដូចព្យាបាលពីការហត់នឿយពីថ្ងៃអញ្ចឹង មាត់តបនឹងកាន់ឯគេក៏ប្រញាប់ប្រញាល់ដើរចូលទៅចង្ក្រានចម្អិនម្ហូបជាពិសេសសម្រាប់ភ្ញៀវ VVIP ម្នាក់នេះ កាន់ធ្វើការហត់ពេញមួយថ្ងៃហើយបើចង់ងូតទឹកផ្លាស់សម្លៀកបំពាក់សិនក៏បាន គេហាក់ស្ដីទៅកាន់
ដែលកំពុងយកទូរស័ព្ទថតទេសភាពទីក្រុងពីចម្ងាយ បាទតែខ្ញុំអត់បានយកខោអាវមកផង កាន់តបទៅវិញទាំងគេក៏ដូចជាស្អប់ស្អាប់គួរសម ចាំមួយផ្លែតចាំខ្ញុំយកខោអាវឲ្យ ថារួចបញ្ញរិទ្ធក៏យកអាវយឺតដៃខ្លីរបស់គេឲ្យកាន់ពិតមែនហើយអ្នកទាំងពីរក៏ចែកជើងគ្នាបំពេញភារៈរៀងខ្លួនដោយកាន់ចូលងូតទឹកសម្អាតខ្លួនឯរិទ្ធគេក៏បំពេញនីតិជាចុងភៅសង្ហាមែនហើយតាមពិតទៅកាន់ខ្លួនឯងក៏មានចិត្តនឹកនានិងកត់ត្រាបញ្ញរិទ្ធជាម្ចាស់បេះដូងតាំងពីកុមារភាពមករួចហើយគ្រាន់តែគេបានអស់សង្ឃឹមនិងព្យាយាមយកអ្នកនេះអ្នកនោះមកពាក់ព័ន្ធដើម្បីបំភ្លេចបញ្ញរិទ្ធមនុស្សម្នាក់ដែលចូលជីវិតគេហាក់បញ្ជាក់ថាជាម្ចាស់ជីវិតទៅហើយ កាន់នេះកំសែងជូតសក់ទៅ កំពុងសញ្ជឹងកាត់រឿងជាច្រើនស្រាប់តែបញ្ញរិទ្ធលែងខ្លួនទៅទេស្លៀកតែកន្សែងពូគោយកកន្សែងជូតសក់មកឆ្លីក្បាលឲ្យគេជុំមកតាំងពីពេលណាក៏មិនដឹង ចំកដុំឆែបគឺខ្ញុំអរគុណហើយឆាំស្មាតសក់ទៅខ្ញុំរៀបវងបាយរួចហើយ ថារួចគេក៏ដើរចេញទៅទាំងញញឹមព្រោះមុននេះវត្តមានលែងខ្លួនរបស់គេនាំឲ្យឈាមរបស់កាន់ច្រាលឡើងក្រហមពេញមុខដោយភាពអៀនព្រៀនបានបន្តិចកាន់ដើរតាមក្រោយគេត្រកទៅរកវងអាហារហើយអ្នកទាំងពីរក៏រួមតុអាហារជជែកលេងពីនេះពីនោះសួរសុខទុក្ខគ្នាហាក់ស៊ីជម្រៅជាងពេលណាៗទាំងអស់ទើបបញ្ញរិទ្ធដែលហាក់លះអារម្មណ៍ស្នេហ៍និងពេញមួយប្រលប់នេះគេតាមសម្លឹងតែវងភ័ក្រអស់កម្លាំងនឹងស្រទន់របស់កាន់ទៅហើយស្នើឡើងនៅក្នុងភាសាស្នេហ៍ដ៏ស្រទន់ កាន់ដឹងទេថាមានអ្នកលួចស្រឡាញ់កាន់តាំងពីយូរ កាន់ឆ្លក់ទឹកមាត់គួសមទើបខ្លែងជាមិនយល់ហើយសួរឡើង អ្នកណាតើអ្នកណានឹងមកលួចស្រឡាញ់មនុស្សទុនខ្សោយដូចខ្ញុំទៅគឺខ្ញុំ បញ្ញរិទ្ធតបមកភ្លាមមិនចាំយូរការភ្នែកស្រទន់របស់គេបង្ហាញច្បាស់ពីជំរឿចិត្តដែលគេពិតជាលងស្រឡាញ់កាន់តាំងពីក្មេងហើយរត់តែមិនចង់បែកគ្នាម្ដងទៀតដោយមិនបានសារភាព កាន់តើឲ្យផ្ដល់ឱកាសខ្ញុំបានថែកាន់រហូតទៅបានទេក្តីស្រឡាញ់ដែលខ្ញុំមានគឺវាចេញពីបេះដូងពិតគឺចេញពីបេះដូងដែលខ្ញុំមិនធ្លាប់បោកធ្វើទទួលអ្នកណាផ្សេងសោះឡើយតាំងពីពេលនោះមកតែបើថ្ងៃណាមួយកាន់ស្អប់ខ្ញុំឬកាន់ចង់ឲ្យខ្ញុំចេញពីជីវិតរបស់កាន់ខ្ញុំព្រមស្ម័គ្រចិត្តធ្វើតាមភ្លាម បញ្ញរិទ្ធត្បិតថាមិនធ្លាប់មានស្នេហាប៉ុន្តែស្ដាប់ចុះល្មមនិងប្រគល់ទាំងចិត្តទាំងប្រាណឲ្យគេក្រោយស្ដាប់ភាសាស្នេហ៍របស់គេភ្លាម រ៉ាត់បងស្ទើរបេះដូងខ្លួនឯងសិនព្រោះបើស្រឡាញ់ខ្ញុំតែមួយឆាវគឺយើងកុំបង្កើតតំណែងបែបនេះអីល្អជាងនាំឈឺចាប់ កាន់ឈប់ញ៉ាំអាហារអ្វីទាំងអស់ក៏តបបែបនេះហើយក្រោកឈរទាំងស្រងោតទាញកតាបរបស់គេបំរុងដើរចេញតែរិទ្ធក៏លូកដៃទាញដៃរបស់គេឲ្យឈប់និងយកបបួលមាត់ក្រាស់ក្តៅអ៊ុនរបស់គេថែថាបទៅកាន់ដើម្បីបញ្ជាក់ពីអារម្មណ៍ស្នេហ៍ដំបូងវាហាក់បីដូចជាបញ្ញរិទ្ធបង្ខំកាន់ដែរប៉ុន្តែយូរទៅក៏คล้ายជាការស្ម័គ្រព្រមពួកគេនៅបែបនេះឡើងយូរហាក់បណ្ដាលឲ្យក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដែលខំលាក់ទុកជាយូរបង្ហាញចេញឲ្យអស់នៅពេលនេះ បងស្រឡាញ់អូនកាន់គឺសុំស្រឡាញ់រហូតដល់ថ្ងៃដែលបងផុតនឹងហើម បញ្ញរិទ្ធដកមាត់មកបន្តិចដោយសម្លឹងកែភ្នែកសែនស្រទន់របស់កាន់បញ្ជាក់ឲ្យគេយល់ន័យទើបកាន់លងលំបេះដូងឲ្យឈប់ស្លន់ស្លោបានបន្តិចក៏ក្លាហានតបវិញ អូនរងចាំបងបង្ហាញខ្លួនអស់ពេលជាយូរហើយមនុស្សល្ងងអូនស្រឡាញ់បង ស្ដាប់បានភាសាបេះដូងដែលស្របគ្នាហើយស្គាល់គ្នាបែបនេះទាំងពីរនាក់ក៏ផ្ដើមបង្កើតភ្លើងស្នេហ៍ដែលឆេះឆួលជាងនេះគឺបញ្ញរិទ្ធបានលើកបីកាន់ថ្នមទម្លាក់បង្វិចខោអាវកាន់មុននេះចោលទៅដីព្រុសឈប់ខ្វល់ពីការចាក់ចេញហើយក៏នាំម្ចាស់ស្នេហ៍បោះទៅលើក្រែកម្រាលសក្បោសរបស់គេផ្ដើមថ្នាក់ថ្នមកាន់ដែលបេះដូងរបស់គេលែងប្រកែកហើយក៏សហការជួយដោះអាវយឺតរបស់រិទ្ធចេញយ៉ាងរហ័សផ្ដើមថែថាបទៅយ៉ាងតក់ក្រហល់បង្ហាញពីក្តីស្រឡាញ់មាត់ជាប់មាត់ដៃកាន់អោបកម្ចាស់ស្នេហ៍ឯដៃរបស់រិទ្ធក្រសោបកាយរបស់កាន់មកអឹបនឹងទ្រូងយ៉ាងណែនញក់ញីតវិញគ្រប់សពគ្មានសល់ដៃម្ខាងរបស់គេក៏មិនភ្លេចឆ្លៀតទាញខោរបស់កាន់ឲ្យចេញពីខ្លួនដើម្បីបំពេញតំបន់ក្រពុំដែលកាន់ខំអភិរក្សមកជាយូរទាំងពីរនាក់លេងល្បែងមនុស្សធំពេញមួយយប់ទំនើងមិនបានសម្រាប់ទេមិនដោយឲ្យត្រនិចនាឡិកាព្យួរចិញ្ចែងរបស់គេដើររឹកហត់តែឯងទល់ភ្លឺ